មេចោះអាប់សំណើមបរិយាកាសខ្ពស់ទឹកសន្សើមច្រើនបញ្ហាដែលលេចឡើងយើងចាប់ផ្ដើមមើលឃើញគឺបញ្ហាជំងឺប្រឡាស់បញ្ហាជំងឺប្រឡាស់នេះចាប់ផ្ដើមរីករាលដាលមកនេះចាប់ផ្ដើមរីកថ្មីហើយទឹកសន្សើមក្រស្ងួរទៀតហើយស្លឹកនៅខាងក្រោមចាប់ផ្ដើមតោងនៅបញ្ហាជំងឺហើយនេះស្លឹកខាងក្រោមនេះជំងឺប្រឡាស់ចាប់ផ្ដើមកើតហើយនេះបាទឃើញជំងឺប្រឡាស់ចាប់ផ្ដើមតោងបាទអញ្ចឹងមកដល់ស្មាននេះដែរគឺម៉ោង9 កន្លះហើយយើងឃើញថាទឹកសន្សើមអត់តាន់អស់ទេទឹកសន្សើមនៅសាងអញ្ចឹងមេរោគឬក៏បញ្ហាជំងឺប្រឡាស់ចាប់ផ្ដើមតោងហើយកាលណាដែលវាចាប់ផ្ដើមតោងវានឹងធ្វើការរីករាលដាលលឿនតាមខ្យល់ដែលវាបក់មកហើយស្លឹកស្រូវយើងដែលវាកើតជំងឺហ្នឹងវានឹងកាន់តែរីករាលដាលខ្លាំងហើយយើងបខំចិត្តជះជីឬប្រើជីបំពន់ច្រើនវាអាចនឹងជំងឺហ្នឹងរីករាលដាលខ្លាំងហើយស្រូវដែលប្រឈមនឹងជំងឺប្រឡាស់គឺស្រូវដែលមានកម្រាស់ក្រាស់ដងស៊ីតេដើមក្រាស់ញឹកគឺបញ្ហាជំងឺប្រឡាស់វានឹងចាប់ដើមរីករាលដាលច្រើនហើយដីដែលល្អខ្លាំងក៏ជាបញ្ហាមួយដែលនឹងមានការរីករាលដាលនៅបញ្ហាជំងឺប្រឡាស់ផងដែរបាទដូច្នេះហើយបើសិនជាស្រូវយើងក្រាស់ហើយយើងឃើញមានរោគសញ្ញានេះកើតឡើងហើយគូផ្សំនឹងលក្ខខណ្ឌអាកាសធាតុដែលមិនសូវជាសមស្របបងប្អូនប្រជាកសិករទាំងអស់គ្នាស្រូតធ្វើការបាញ់ថ្នាំការពារនិងព្យាបាលឲ្យបានទាន់ពេលវេលាបាទចំពោះផលិតផលថ្នាំដែលយើងធ្វើការការពារគឺស៊ីងផ្លាស់យើងបាញ់ឲ្យបានលឿនឲ្យបានទាន់ពេលវេលាបាទបើពុំដូច្នោះទេជំងឺប្រឡាស់នឹងរីករាលដាលខ្លាំងហើយនឹងអាចធ្វើឲ្យស្រូវយើងរលួយគល់ហើយពេលដែលស្រូវយើងចាប់ដើមចេញប្រឈមនឹងបញ្ហារលាកកកួរបញ្ហាដែលសំខាន់ជាងគេពេលដែលយើងព្យាបាលហើយទៅលើពូជ85បើមានរោគសញ្ញានេះច្រើនអាចជះឥទ្ធិពលដល់ការរលាកកកួរបានត្រឡប់មកវិញចំពោះស្រូវដែលក្រាស់គឺប្រឈមកាន់តែខ្លាំងហើយស្រូវដែលខ្ពស់អាយុច្រើនចាប់ពីយើងបាជីវៈទី2ចិត្តចូលបាជីវៈទី3គឺស្រូវហ្នឹងគឺនឹងប្រឈមខ្លាំងដោយសារអីដើមរបស់វានេះស្លឹករបស់វាចាប់ដើមញឹកណាអូខេអញ្ចឹងកាលណាដែលវាចាប់ដើមញឹកចូលគ្នាអញ្ចឹងទៅហើយមេឃស្ទុំនេះស្មាននេះអត់បើកថ្ងៃទេបាទអញ្ចឹងស្លឹកស្រូវយើងសើមក្រស្ងួតបាទជាបញ្ហាមួយប្រឈមនឹងការកើតបញ្ហាជំងឺប្រឡាក់បាទហើយនៅពេលដែលមានទឹកសន្សើមច្រើនបញ្ហាមួយទៀតទាក់ទងនឹងបញ្ហាតកៅគឺតកៅមូលស្លឹកនឹងមានការកើនឡើងប្រភេទតកៅមូលស្លឹកហើយជាស្ដាយយើងឃើញស្រូវយើងចាប់ដើមមូលស្លឹកបដាហើយបាទចាប់ដើមមានតកៅមូលស្លឹកស្រូវបដាហើយមេអំបៅក៏ចាប់ដើមមានមេអំបៅគឺមេអំបៅតកៅមូលស្លឹកតែម្ដងក្នុងស្រែណាបាទដូច្នេះហើយបងប្អូនជាកសិករទាំងអស់គ្នាដង្កូវមូលស្លឹកយើងប្រើកៃតូបេហើយចំពោះបញ្ហាជំងឺប្រឡាស់យើងអាចប្រើស៊ីងផ្លាស់ករណីមានរោគសញ្ញាច្រើនយើងអាចលាយជាមួយនឹងស៊ីងស៊ឺភើបាទហើយករណីស្លឹកស្រូវយើងសើមក្រស្ងួតបែបនេះហើយមានខ្យល់បើខ្យល់រៀងខ្លាំងយើងគួរតែលាយប្រភេទប្រេងជំរាបស៊ីងគ្រីនបញ្ចូលផងដើម្បីការពារបាទឬក៏ជួយឲ្យស្រូវរបស់យើងបឺតស្រូបយកថ្នាំដែលយើងបាញ់ទៅបានល្អជ្រាបចូលជ្រៅព្យាបាលជំងឺបានលឿនបាទនិងព្យាបាលបានល្អសូមអរគុណ